បាទសូមគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនសាជាថ្មីវីដេអូនេះខ្ញុំធ្វើឡើងតេតិនជាមួយនឹងរឿងវីដេអូដែលខ្ញុំបានធ្វើកន្លងមកហើយគឺជាការបើកទំព័រសក្តានថ្មីសម្រាប់មុខមាត់កម្ពុជាក្នុងនាមជាស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពឬអង់គ្លេសហៅថា The Board of Peace ជារឿងមួយដែលល្អក្រៃលែងសម្រាប់កម្ពុជាខ្ញុំមើលប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសថៃបើមើល YouTube វិញអូតាំងពីលើដល់ក្រោមវិញឃើញសិតតាព័ត៌មាននិយាយពីកម្ពុជាដែលចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាពក៏ជាស្ថាបនិកតបតាមការអញ្ជើញរបស់ធានាធិបតី Donald Trump អញ្ចឹងរឿងទាំងអស់នេះជារឿងមួយសបញ្ជាក់ឃើញថាថៃកំពុងតែភ័យខ្លួនវាមិនភ័យខ្លួននៅពេលដែលកម្ពុជាបង្ហាញនៅមុខមាត់និងជាពិសេសសម្ដេចធិបតីបានផ្ដល់កិច្ចសម្ភាសឲ្យសារព័ត៌មានល្បីៗជាច្រើនអញ្ចឹងហើយជាសម្លេងមួយជាសារមួយក៏ដូចជាបើកបង្ហាញពីមុខមាត់ពិតរបស់សៀមរបស់ថៃក្នុងការដែលឈ្លានពានមកកាន់កម្ពុជាទាំងកំដរទាំងខុសច្បាប់ហ្នឹងហើយកាន់កាប់ទឹកដីកម្ពុជាដែលដណ្ដើមបានប្រមាណចំណុចហ្នឹងធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាប្រត់ប្រាស់ផ្ទះសម្បែងលំនៅឋានរបស់ខ្លួនហ្នឹងអញ្ចឹងហើយពិភពលោកបានឃើញពីភាពគេហៅថាអយុត្តិធម៌សម្រាប់កម្ពុជាក៏ឃើញពីមុខមាត់ដ៏ពិតរបស់ថៃក្នុងការដែលធ្វើទង្វើដែលពិភពលោកគេលែងធ្វើហើយរាប់ចាប់ពីរយៈពេលប្រមាណ10ឆ្នាំមុនជំនាន់សង្គ្រាមលោកនឹងអូខេពីព្រោះវាជាសង្គ្រាមពិភពលោកប៉ុន្តែអ្វីដែលសំខាន់ថៃនៅតែញញឹមនៅតែធ្វើព្យាយាមក្នុងការដែលចាក់រុកឬក៏និយាយមកកាន់ប្រទេសជាតិរបស់ខ្លួនជាពិសេសនាយករដ្ឋមន្ត្រីរបស់ថៃបានត្រឹមតែនិយាយជាមួយនឹងប្រជាពលរដ្ឋថៃដែលល្ងិតល្ងងអ្នកដែលគេហៅថាមើលមិនឃើញនៅអ្វីដែលជាគេហៅថាមើលមិនឃើញរយៈពេលឆ្ងាយមើលឃើញតែចិត្តនឹងតែអូថៃធ្វើល្អថៃធ្វើត្រឹមត្រូវប៉ុន្តែផ្ទុយទៅវិញអ្នកដែលមានចំណេះដឹងគេកំពុងតែមានការព្រួយបារម្ភជាពិសេសអ្នកវិភាគនានានៅក្នុងប្រទេសថៃក៏ដូចជាអ្នកមានឋានៈទួនាទីមួយដែលឈរនៅលើភាពយុត្តិធម៌ត្រឹមត្រូវបានបញ្ជាក់ថាថៃឈ្នះផ្នែកទាហានប៉ុន្តែថៃចាញ់ការទូតរបស់កម្ពុជាថៃឈ្នះនៅខាងទាហានទេប៉ុន្តែថៃចាញ់ការទូតកម្ពុជាមិនថានៅក្នុងស្រុកឬជិតឆាកអន្តរជាតិសួរថានៅពេលដែលនាយករដ្ឋមន្ត្រីរបស់កម្ពុជានិយាយទៅកាន់ពិភពលោកហើយជាមួយនឹងថៃនិយាយថាគេស្ដាប់ណាគឺគេស្ដាប់កម្ពុជាដោយកម្ពុជាឈរលើជំហរមួយត្រឹមត្រូវអនុវត្តច្បាស់លាស់ពីសន្តិភាពកម្ពុជាត្រូវការសន្តិភាពកម្ពុជាក៏រក្សាសន្តិភាពសម្រាប់ប្រជាពលរដ្ឋកម្ពុជាក៏ដូចជាការបង្ហាញឲ្យពិភពលោកឃើញមករាប់សិបឆ្នាំហើយប៉ុន្តែថៃដែលអួតខ្លួនថាត្រូវការសន្តិភាពប៉ុន្តែថៃមិនបានចូលរួមជាមួយនឹងក្រុមប្រឹក្សាសន្តិភាពឬក៏ The Board of Peace ទេដែលថៃខំប្រអួតគេនៅលើជត់ឆាកអន្តរជាតិឬក៏ខំធ្វើព័ត៌មានថាមានទង់ជាតិថៃនឹងដែរថៃក៏មិនចូលរង្កេតការទេអញ្ចឹងច្បាស់កន្លែងហ្នឹងតិចពីព្រោះខ្ញុំមិនទាន់ឃើញប្រភពព័ត៌មានថៃណាមួយចូលជាសមាជិកទីប្រឹក្សាសន្តិភាពឬ Board of Peace ឡើយទេអត់ទាន់ឃើញការសម្រេចចិត្តហ្នឹងទេហើយក៏មិនទាន់ឃើញចូលជាផ្លូវការដែរប៉ុន្តែកម្ពុជាជាប្រទេសមួយដែលស្រឡាញ់សន្តិភាពពិតប្រាកដអញ្ចឹងតបតាមការអញ្ជើញរបស់ធានាធិបតីអាមេរិក Donald Trump កម្ពុជាមិនមែនត្រឹមតែជាសមាជិកទេកម្ពុជាមានឈ្មោះថាជាស្ថាបនិកក្រុមប្រឹក្សាសន្តិភាពពីព្រោះកម្ពុជាស្រឡាញ់សន្តិភាពកម្ពុជាត្រូវការសន្តិភាពមកជាយូរណាស់មកហើយកម្ពុជារងនូវភាពជឿចត់គ្រោតគ្រាតគ្រប់កាលសម័យជាពិសេសនៅពេលដែលថៃឈ្លានពានចូលដៃជាមួយបរទេសឈ្លានពានកម្ពុជានិងកាន់កាប់កម្ពុជាហើយក៏ជាភាពដែលអាម៉ាស់ដែលថៃដកថយចេញពីខេត្តរបស់កម្ពុជានាសម័យអតីតមិនយូរប្រហែលទេប្រហែលជា80ឆ្នាំមុនទេថៃក៏មិនទាន់អាចភ្លេចតិចទៀតថៃនឹងដកបលាលុះនឹងទូកុងតឺន័រចេញពីអធិបតេយ្យភាពរបស់កម្ពុជាទៀតឆ្នាំ45ឆ្នាំ40គុតឆ្នាំ45ថៃបានចូលមកហើយក៏ដកទៅវិញចូលមកហើយក៏ដកទៅវិញដោយភាពអាម៉ាស់
អញ្ចឹងឆ្នាំ2026នេះថៃយក style ដែលមកឈ្លានពានកម្ពុជាទាំងខុសច្បាប់ទៀតដកទៅវិញទៀតអាម៉ាស់ទៀតកុំតណាអសបាយពីព្រោះថា Donald J. Trump ជាប្រទេសមហាអំណាចអាមេរិកជាប្រទេសមហាអំណាចដែលកំពុងតែត្រូវការឲ្យពិភពលោកនេះសន្តិភាពដោះស្រាយឋានការបញ្ហាបណ្ដាប្រទេសមួយចំនួនក្នុងនោះកិច្ចប្រជុំកន្លងទៅជាកិច្ចប្រជុំលើដំបូងរបស់ក្រុមវិទ្យាសន្តិភាព The World of Peace ក៏លើករឿងកម្ពុជាយកមកនិយាយដែរពីព្រោះមានការព្រួយបារម្ភត្រូវដឹងថាកិច្ចចរចាសន្តិភាពដែលមានអាមេរិកចូលរួមដែលថៃព្យាយាមទាត់ចោលទង្វើរបស់នាយករដ្ឋមន្ត្រីថៃអនុทิន ចាមរតនព្យាយាមទាត់ចោលហើយធ្វើឲ្យមានការឈ្លានពានកម្ពុជាទាំងកំដរនិងខុសច្បាប់21ថ្ងៃមុននេះក៏មិនមែនជារឿងធម្មតាដែរថៃត្រូវទទួលខុសត្រូវទាំងស្រុងក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរថៃត្រូវទទួលខុសត្រូវទាំងស្រុងចំពោះកម្ពុជាដែលថៃបានឈ្លានពានទាំងកំដរខុសច្បាប់និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនិងចូលមកដណ្ដើមអធិបតេយ្យភាពរបស់កម្ពុជាយកកាន់កាប់យកទៅដាក់ទូកុងតឺន័រនឹងបលាលួសធ្វើឲ្យប្រជាពលរដ្ឋកម្ពុជារាប់សិបម៉ឺននាក់ដែលពួកគាត់អត់ដឹងអីត្រូវព្រាត់ប្រាសផ្ទះសម្បែងនិងលំនៅឋានអញ្ចឹងកន្លែងនេះថៃត្រូវទទួលខុសត្រូវជាដាច់ខាតយើងផ្ទុយទៅវិញសរុបជារួមមកបើកទំព័រសក្តានុពលថ្មីសម្រាប់កម្ពុជានៅលើជិតឆាកអន្តរជាតិមួយកម្រិតទៀតជាមុខមាត់របស់ប្រទេសចូលរួមត្រេកអរទាំងអស់គ្នាប៉ុន្តែអ្វីដែលសំខាន់លើកនេះថៃកំពុងតែរងនៅភាពអាម៉ាស់សួរថាថៃព្យាយាមចង់ទៅណាការរដ្ឋប្រតិការបរទេសនឹងចង់ទៅណាដើម្បីអីគេដើម្បីសន្តិភាពឬដើម្បីយ៉ាងណាអញ្ចឹងកន្លែងនេះហើយថៃនឹងទទួលរងនៅការម៉ាស់នាពេលចាស់ៗនេះយើងសូមពុកម៉ែបងប្អូនកុំភ្លេចតាមដានវីដេអូខ្ញុំបាទជាបន្តទៀតខណៈពេលនេះសូមអរគុណ